ជំរាបសួរដូចជាសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីរបស់ខ្ញុំហើយសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃនេះគឺខ្ញុំនឹងមកធ្វើពាក់ព័ន្ធជាមួយនឹងការចែករំលែកបទពិសោធន៍របស់ខ្ញុំផ្ទាល់ជាមួយនឹងក្រុមហ៊ុនអាកាសចរ Etihad Airways ដែលខ្ញុំកំពុងតែធ្វើការនៅសប្តាហ៍ថ្ងៃនេះសម្រាប់បងប្អូនមួយចំនួនប្រហែលជាគាត់ធ្លាប់ស្គាល់ខ្ញុំហើយតាមរយៈវីដេអូផ្សេងៗដែលខ្ញុំធ្វើពាក់ព័ន្ធជាមួយនឹងអ្នកបម្រើការនៅលើយន្តហោះនៅក្នុងប្រទេសខ្មែរប៉ុន្តែឥឡូវនេះគឺខ្ញុំបានផ្លាស់ប្ដូរពីប្រទេសខ្មែរខ្ញុំមករស់នៅក្នុងប្រទេសអារ៉ាប់រួមនេះធ្វើការជាអ្នកបម្រើការនៅលើយន្តហោះដែរប៉ុន្តែខ្ញុំបានធ្វើឲ្យក្រុមហ៊ុនអាកាសចរដ៏ធំមួយដែលមានឈ្មោះថា Etihad Airways ហើយសម្រាប់វីដេអូនេះដែរគឺខ្ញុំនឹងមកចែករំលែកបទពិសោធន៍របស់ខ្ញុំផ្ទាល់ព្រោះដោយសារខ្ញុំគិតថាវាជារឿងមួយដ៏មានប្រយោជន៍នៅក្នុងការចែករំលែកបទពិសោធន៍របស់ខ្ញុំសម្រាប់បងឬក៏បងប្អូនណាដែលគាត់មានបំណងចង់ដាក់ពាក្យឬក៏គាត់មានបំណងចង់ខ្លាយខ្លួនទៅជាអ្នកបម្រើការនៅលើយន្តហោះឲ្យក្រុមហ៊ុនអាកាសចរធំៗដូចជាខ្ញុំដែរអញ្ចឹងឥឡូវនេះគឺខ្ញុំមាន note របស់ខ្ញុំដែលមាន note ទុកនៅក្នុងនេះដែលពាក់ព័ន្ធជាមួយនឹងដំណាក់កាលនីមួយៗពាក់ព័ន្ធជាមួយនឹងការសម្ភាសន៍របស់ខ្ញុំហើយខ្ញុំនឹងប្រាប់ពីដំណាក់កាលនីមួយៗទៅកាន់អ្នកទាំងអស់គ្នាហើយនឹងខ្ញុំនឹងបញ្យល់ឲ្យបានក្បោះក្បាយពាក់ព័ន្ធជាមួយនឹងដំណាក់កាលនីមួយៗនោះព្រោះខ្ញុំសង្ឃឹមថាវីដេអូមួយនេះនឹងជាប្រយោជន៍ដល់អ្នកទាំងអស់គ្នាទៅថ្ងៃអនាគតបើសិនអ្នកគ្នាមានបំណងចង់ខ្លាយខ្លួនឬក៏មានបំណងឬក៏ត្រៀមនឹងសម្ភាសជាមួយនឹងក្រុមហ៊ុនអាកាសចរមួយនេះអញ្ចឹងអ្វីគ្រប់យ៉ាងគឺវាចាប់ផ្ដើមឡើងពីកំឡុងខែមករាហ្នឹងហើយនៅកំឡុងដើមខែមករាហ្នឹងគឺខ្ញុំបានជួបជាមួយនឹងមិត្តភ័ក្តិរបស់ខ្ញុំម្នាក់ដែលគាត់បានប្រាប់ខ្ញុំថាក្រុមហ៊ុនអាកាសចរ Etihad Airways ហ្នឹងគឺគេកំពុងតែរើសបុគ្គលិកហើយឥឡូវនេះសប្តាហ៍ថ្ងៃនេះគឺគេកំពុងតែរើសដូចគ្នាអ្នកនរគ្នាបញ្ជាក់នៅក្នុងវីដេអូនេះគឺគេកំពុងតែរើសដូចគ្នាអញ្ចឹងបើសិនអ្នកនរគ្នាមានបំណងចង់ដាក់ពាក្យអ្នកនរគ្នាអាចចុចចូលទៅកាន់ website ខាងក្រោមដែលខ្ញុំនឹងដាក់នៅក្នុង description នៅក្នុងវីដេអូរបស់ខ្ញុំផ្ទាល់តែម្ដងអញ្ចឹងនៅក្នុងកំឡុងខែមករាហ្នឹងគឺខ្ញុំទទួលបានដំណឹងហ្នឹងពីមិត្តភ័ក្តិរបស់ខ្ញុំដែលគាត់បានប្រាប់ខ្ញុំថាបងមិនក៏បងឯងមិនព្រមដាក់ពាក្យជាមួយនឹងក្រុមហ៊ុនអាកាសចរ Etihad ទៅព្រោះដោយសារក្រុមហ៊ុនអាកាសចរ Etihad គឺគេសម្ភាសតាមអនឡាញទេខ្ញុំរៀង surprise ដែរព្រោះដោយសារអត់ដែលឃើញមានក្រុមហ៊ុនអាកាសចរណាដែលគេសម្ភាសតាមអនឡាញទេប៉ុន្តែសម្រាប់ Etihad Airways គឺគេធ្វើការសម្ភាសតាមអនឡាញអញ្ចឹងទើបធ្វើឲ្យខ្ញុំចាប់អារម្មណ៍ហើយខ្ញុំក៏បានត្រឡប់ទៅផ្ទះវិញខ្ញុំបានសុំគាត់ឲ្យផ្ញើ link ដែលក្រុមហ៊ុនសម្រាប់ដាក់ពាក្យហ្នឹងមកឲ្យខ្ញុំហើយខ្ញុំក៏បានធ្វើការចុចចូលទៅ link ហ្នឹងខ្ញុំបានបំពេញវាទៅព័ត៌មានផ្ទាល់ខ្លួនព័ត៌មានទូរស័ព្ទខេបរបស់យើងទាំងអស់ពីប្រវត្តិនៃការសិក្សាអ្នកគ្នាពេលចូលទៅក្នុង link ហ្នឹងទៅអ្នកគ្នាប្រកាសជាឃើញកន្លែងហើយអ្នកគ្នាចូលទៅក្នុង website ហ្នឹងអ្នកគ្នាចុចកន្លែង cabin crew ហើយអ្នកគ្នាអូសទៅក្រោមបន្តិចអ្នកគ្នានឹងឃើញពាក្យថា cabin crew worldwide អញ្ចឹងមានន័យថាអ្នកគ្នាចុចចូលទៅកន្លែងហ្នឹងទៅអ្នកគ្នានឹងត្រូវបំពេញប្រវត្តិទូរស័ព្ទខេបរបស់អ្នកគ្នាមានដូចជាប្រវត្តិនៃការសិក្សាប្រវត្តិការងារនិងគេថាអីផ្សេងទៀតដែលយើងចង់ប្រាប់គេគឺគេមានច្រើនអញ្ចឹងអ្នកគ្នាគាត់ទៅមើលតាមហ្នឹងទៅអ្នកគ្នាបំពេញតាមហ្នឹងទៅហើយអញ្ចឹងនៅក្នុងកំឡុងខែមករាហ្នឹងគឺខ្ញុំបានដាក់ពាក្យខ្ញុំបានដាក់ CV របស់ខ្ញុំលើកដំបូងទៅកាន់ website របស់ក្រុមហ៊ុនអាកាសចរ Etihad Airways ហ្នឹងហើយបន្ទាប់ពីខ្ញុំដាក់ពាក្យខ្ញុំបានបំពេញ CV បំដាក់រូបថតនិងបំពេញប្រវត្តិរូបសង្ខេបរបស់ខ្ញុំរួចរាល់ខ្ញុំក៏បាន submit ទៅក្រោយពីខ្ញុំ submit ហើយនៅក្នុងកំឡុងពេលចុងខែមករាហ្នឹងដដែលពេលខ្ញុំដាក់ហ្នឹងប្រហែលជាពាក់កណ្ដាលខែអញ្ចឹងនៅក្នុងកំឡុងចុងខែមករាខ្ញុំក៏ទទួលបាន email មួយប្រាប់ខ្ញុំថាគឺCV របស់ខ្ញុំគឺទទួលបានចំណាប់អារម្មណ៍ពីគេអញ្ចឹងគេតម្រូវឲ្យខ្ញុំហ្នឹងថតវីដេអូអីគេឆ្លើយចំនួន3សំណួរអញ្ចឹងនៅពេលដែលថតវីដេអូឆ្លើយចំនួន3សំណួរហ្នឹងគេនឹងផ្ញើ link មកឲ្យយើងដើម្បីយើងចុចចូលទៅក្នុង link ហ្នឹងហើយនៅពេលដែលយើងចុចចូលទៅក្នុង link ហ្នឹងគឺយើងនឹងត្រូវrecord វីដេអូអញ្ចឹងកាមេរ៉ាទូរស័ព្ទរបស់យើងនឹងចាប់ផ្ដើមបើកឡើងអញ្ចឹងយើងនឹងត្រូវ record វីដេអូហើយឆ្លើយសំណួរឲ្យគេចំនួន3សំណួរក្នុងមួយសំណួរយើងមានពេលឆ្លើយរយៈពេលតែ1នាទីទេសំណួរទី1ដែលខ្ញុំទទួលបាននោះគឺចូលណែនាំខ្លួនរបស់យើងហ្នឹងហើយណែនាំខ្លួនរបស់យើងដោយប្រាប់ពីកម្ពស់របស់យើងផងអញ្ចឹងក្នុងចំណុចនេះផងដែរគឺខ្ញុំចង់បញ្ជាក់អ្នកទាំងអស់គ្នាថាយើងអាចកុហកពីកម្ពស់របស់យើងបានទេគឺយើងត្រូវប្រាប់តែពីកម្ពស់ពិតរបស់គេព្រោះដោយសារនៅពេលដែលយើងមកដល់នេះគេនឹងធ្វើការវាស់យើងម្ដងទៀតអញ្ចឹងបើសិនជាយើងអត់គ្រប់កម្ពស់របស់គេទេយើងអាចនឹងមានបញ្ហាអញ្ចឹងណាអញ្ចឹងខ្ញុំអាចប្រាប់អ្នកគ្នាថាឲ្យប្រាប់ពីកម្ពស់ពិតទៅបើសម្រាប់ខ្ញុំគឺខ្ញុំប្រាប់ពីកម្ពស់នៅក្នុងអត្តសញ្ញាណប័ណ្ណនិងកម្ពស់នៅក្នុង passport របស់ខ្ញុំព្រោះដោយសារតាមពិតកម្ពស់ខ្ញុំពិតលើសនឹងទៀតប៉ុន្តែខ្ញុំសុខចិត្តយកតាមអត្តសញ្ញាណប័ណ្ណក៏ដូចជា passport របស់ខ្ញុំរៀងទាបជាងនឹងប្រហែលជាមិនតិចទេហ្នឹងហើយហើយសំណួរទី2ហ្នឹងគេបានសួរខ្ញុំពាក់ព័ន្ធជាមួយនឹងតើអ្វីដែលជំរុញឲ្យយើងចង់ខ្លាយខ្លួនទៅជាបុគ្គលិកបម្រើការនៅក្នុងក្រុមហ៊ុនអាកាសចរ Etihad Airways អញ្ចឹងសំណួរទាំងអស់ហ្នឹងគឺខ្ញុំបានប្រាប់អ្នកនរគ្នាហើយអ្នកនរគ្នាអាចទៅស្វែងយល់ពីចម្លើយរបស់ខ្លួនឯងទៅសម្រាប់ខ្ញុំផ្ទាល់ហ្មងគឺខ្ញុំមើលចម្លើយរបស់គេដូចគ្នាបើសិនខ្ញុំប្រាប់ថាខ្ញុំអត់មាន research ខ្ញុំអត់មានស្រាវជ្រាវឬក៏ខ្ញុំអត់មានចូលមើលវីដេអូអីផ្សេងៗនៅក្នុង YouTube
YouTube ដើម្បីមកបានចម្លើយអស់ហ្នឹងទេហើយអ្នកគ្នាអត់ជឿទេគឺខ្ញុំចូលទៅ research ដូចគ្នាខ្ញុំចូលទៅស្វែងរកវីដេអូផ្សេងដែលគេធ្វើពាក់ព័ន្ធជាមួយនឹងការងារកាប៊ីនគ្រូហ្នឹងរបស់ក្រុមហ៊ុន Acacio Etihad Airways ហ្នឹងដើម្បីយកមកបំលែងជាចម្លើយរបស់ខ្ញុំដូចគ្នាប៉ុន្តែសម្រាប់របៀបរបស់ខ្ញុំគឺខ្ញុំយកមកធ្វើជាគេថា brainstorm អ្នកគ្នាយើង note ពីចំណុចសំខាន់មួយតើគេនិយាយពីអីគេខ្លះគេចម្លើយរបស់គេនឹងបែបម៉េចខ្លះបន្ទាប់មកយើងយកមកបំបែកវាជាចម្លើយរបស់យើងខ្លួនឯងព្រោះយើងអាចទៅឆ្លើយចម្លើយដូចគេបានទេអញ្ចឹងនេះគឺជាវិធីដែលខ្ញុំបានធ្វើហើយបន្ទាប់ពីក្រោយមកយើងក៏ record អីហើយយើង submit សំណួរទី2រួចក៏វា load មកសំណួរទី3សំណួរទី3គេសួរថាតើអ្នកអាចដឹងអីគេខ្លះពីការងារជាអ្នកបម្រើការនៅលើយន្តហោះអញ្ចឹងបើសម្រាប់ខ្ញុំផ្ទាល់ចំនួនមួយនេះគឺខ្ញុំមិនចាំបាច់ធ្វើ research ទេព្រោះដោយសារខ្ញុំជាអ្នកបម្រើការនៅលើយន្តហោះស្រាប់នៅក្នុងប្រទេសខ្មែរអញ្ចឹងខ្ញុំដឹងពីមុខងារក៏ដូចជាមុខតំណែងផ្សេងរបស់ក្រុមហ៊ុនរបស់ការងារជាពុនិកាហ្នឹងតើគេធ្វើអីគេខ្លះអញ្ចឹងគឺខ្ញុំដឹងស្រាប់អញ្ចឹងគឺខ្ញុំងាយស្រួលសម្រាប់ខ្ញុំតែបើសម្រាប់បងប្អូនដែលគាត់ចង់ដឹងថាការងារជាពុនិកាធ្វើអីគេខ្លះអាចធ្វើការ search ទៅក្នុង Google ទៅឬក៏ search ទៅក្នុង YouTube ទៅអត់ខ្វះអីច្រើនមែនតើហើយបន្ទាប់មកនៅពេលដែលខ្ញុំមកឆ្លើយសំណួរ3សំណួរហ្នឹងហើយខ្ញុំក៏បាន submit វីដេអូរបស់ខ្ញុំទៅហើយនៅក្នុងកំឡុងខែប្រហែលខែក្រោយមកគឺយូរមែនតើអ្នកគ្នាព្រោះខ្ញុំដាក់វីដេអូរបស់ខ្ញុំទៅក្នុងកំឡុងចុងខែ1រហូតដល់ខែ5ពាក់កណ្ដាលខែ5ទើបខ្ញុំទទួលបាន email ថ្មីមួយទៀតអញ្ចឹងខ្ញុំសូមបញ្ជាក់តនេះផងដែរសម្រាប់ក្រុមហ៊ុន Acacio Etihad Airways គេហៅថាដំណើរការនៃការរើសបុគ្គលិករបស់គាត់គឺរៀងយូរបន្តិចហ្នឹងហើយបើសម្រាប់ខ្ញុំចំណាយពេលឡើងចិត្តមួយឆ្នាំមកអ្នកនរគ្នាខ្ញុំដាក់ពាក្យតាំងពីខែ1រហូតដល់ខែ12ទើបខ្ញុំបានមកដល់ប្រទេសអារ៉ាប់រួមនេះហើយបានធ្វើការ training ផ្សេងនៅក្នុងប្រទេសនេះហើយអញ្ចឹងបញ្ជាក់ឡើងវិញម្ដងទៀតសម្រាប់នៅក្នុងខែ5ពាក់កណ្ដាលខែ5គឺខ្ញុំបានទទួល email មួយទៀតប្រាប់ខ្ញុំថាគឺការឆ្លើយសំណួររបស់ខ្ញុំគឺគេចាប់អារម្មណ៍អញ្ចឹងគេនឹងអញ្ជើញខ្ញុំទៅចូលរួមនៅក្នុងការសម្ភាសតាមរយៈអនឡាញព្រោះដោយសារតែនៅក្នុងប្រទេសកម្ពុជារបស់យើងគឺគេអត់មកទេក្រុមហ៊ុន Acacio Etihad Airways គឺមានការសម្ភាសពីរបែបការសម្ភាសផ្ទាល់និងការសម្ភាសអនឡាញសម្រាប់ប្រទេសណាដែលគេអាចទៅបានគេនឹងធ្វើការទៅដើម្បីសម្ភាសផ្ទាល់ប៉ុន្តែបើសិនជាប្រទេសណាគេអត់បានមកទេដូចជាប្រទេសខ្មែររបស់យើងគេនឹងធ្វើការសម្ភាសយើងតាមរយៈអនឡាញអញ្ចឹងសម្រាប់ការសម្ភាសរបស់ខ្ញុំទាំងអស់គឺធ្វើតាមអនឡាញទាំងអស់អត់មានបានទៅចូលរួមនឹងការសម្ភាសនៅក្នុងប្រទេសណាមួយឬក៏ទៅកន្លែងណាមួយទេអញ្ចឹងនៅពេលដែលខ្ញុំទទួលបាន email ហ្នឹងខ្ញុំនឹងទទួលបាន link មួយទៀត link មួយហ្នឹងគឺជា link ដែលយើងត្រូវចុចចូលមិនមែនជា link ដែលយើងចុចចូលសម្ភាសទេប៉ុន្តែគឺជា link ដែលយើងចុចចូលទៅរើសថ្ងៃខែដែលយើងត្រូវសម្ភាសហ្នឹងហើយអញ្ចឹងនៅពេលដែលខ្ញុំចុចចូលអញ្ចឹងទៅគេមានគេហៅថា allongé ហ្នឹងហើយគេមាន allongé ឲ្យយើងរើសហ្នឹងថាមានពីថ្ងៃណាដល់ថ្ងៃណានៅក្នុងខែណាអញ្ចឹងថ្ងៃដែលខ្ញុំបានរើសហ្នឹងគឺខ្ញុំបានរើសនៅថ្ងៃទី5ខែ6ព្រោះដោយសារ allongé គេគេថា available ថ្ងៃហ្នឹងអញ្ចឹងខ្ញុំក៏បានរើសថ្ងៃទី5ខែ6ដើម្បីធ្វើការសម្ភាសរបស់ខ្ញុំអញ្ចឹងខ្ញុំមានពេលហៅថាចិត្តមួយខែដែរនៅក្នុងការរៀបចំខ្លួនសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំបញ្ជាក់ដដែលខ្ញុំធ្លាប់ធ្វើការនឹងស្រាប់អញ្ចឹងខ្ញុំដឹងថាពីការរៀបចំខ្លួនរបស់ខ្ញុំគឺយើងត្រូវស្លៀកពាក់បែបណាយើងនឹងត្រូវត្រៀមខ្លួនបែបណាប៉ុន្តែសម្រាប់សំណួរចម្លើយគឺខ្ញុំធ្វើការស្រាវជ្រាវដូចគ្នាហើយការស្រាវជ្រាវរបស់ខ្ញុំក៏ដូចដដែលអញ្ចឹងគឺខ្ញុំជ្រើសរើសយកចំណុចគោលដែលខ្ញុំគិតថាល្អពីអ្នកដែលធ្លាប់ធ្វើការទាំងអស់ហ្នឹងយកមកកត់ចំណាំទុកហើយខ្ញុំនឹងបំបែកអាពាក្យគោលទាំងអស់ហ្នឹងឲ្យខ្ល้ายទៅជាចម្លើយរបស់ខ្ញុំផ្ទាល់នៅពេលដែលចិត្តដល់ថ្ងៃសម្ភាសអ្នកទាំងគ្នាទទួលបាន link មួយទៀតដើម្បីឲ្យអ្នកទាំងគ្នាចូលទៅ register ដើម្បីចុះឈ្មោះដើម្បីចូលទៅការសម្ភាសរបស់គេហ្នឹងកាលហ្នឹងខ្ញុំសម្ភាសតាម Microsoft Teams ហ្នឹងហើយខ្ញុំសម្ភាសតាម Microsoft Teams អញ្ចឹងខ្ញុំគ្រាន់តែ download កម្មវិធី Microsoft Teams ហ្នឹងហើយចុចចូល link ហ្នឹងទៅគឺនៅគេនឹងនាំយើងឲ្យទៅដល់កន្លែងដែលយើងសម្ភាសហ្នឹងហើយអញ្ចឹងនៅពេលដែលខ្ញុំទៅដល់កន្លែងសម្ភាសហ្នឹងគឺនៅក្នុងហ្នឹងគឺមានអ្នកនៅគ្មានអ្នកដែលនៅសម្ភាសជាមួយយើងហ្នឹងដូចជា7-20នាក់ហ្នឹងហើយ7-20នាក់អញ្ចឹងយើង video call យើងមើលឃើញគេទាំងអស់គ្នាហើយខ្ញុំមានអ្នកសម្ភាសខ្ញុំហ្នឹងប្រហែលជា3នាក់ប៉ុន្តែការសម្ភាសលើកដំបូងគឺមានយើងអត់មានសម្ភាសអីច្រើនទេនៅពេលដែលជួបគ្នាដំបូងគឺយើងសំណេះសំណាលគ្នាទៅវិញទៅមកធម្មតាណែនាំខ្លួននិយាយគ្នាពីនេះពីនោះស្គាល់គ្នាជាមួយនឹងអ្នកដែលមកសម្ភាសជាមួយយើងនឹងមកពីប្រទេសណាខ្លះហើយកាលហ្នឹងគឺខ្ញុំសម្ភាស20នាក់ហ្នឹងគឺសុទ្ធតែមកពីប្រទេសផ្សេងគ្នាទាំងអស់ហើយសម្រាប់ខ្ញុំគឺមានខ្មែរតែខ្ញុំម្នាក់ឯងទេហើយនៅពេលដែលសម្ភាសហ្នឹងគឺគេសួរយើងពាក់ព័ន្ធជាមួយនឹងថាយើងណែនាំខ្លួនរបស់យើងដូចខ្ញុំនិយាយមុនហ្នឹងអញ្ចឹងគឺយើងណែនាំខ្លួនរបស់យើងប្រាប់ទៅថាយើងមកពីប្រទេសណាយើងឈ្មោះអីយើងធ្លាប់ធ្វើការអីគេយើងមានបទពិសោធន៍អីគេខ្លះហើយយើងសំណេះសំណាលគ្នាទៅមកជាមួយនឹងអ្នកដែលមកសម្ភាសជាមួយយើងហ្នឹងទៅបន្ទាប់មក
អ្នកសម្ភាររបស់យើងគេនឹងសួរយើងមួយទៀតតើយើងដឹងអីគេខ្លះពីក្រុមហ៊ុនរបស់គេអញ្ចឹងចំណុចហ្នឹងអ្នកនរគ្នាក៏ត្រូវតែចាំបាច់ដឹងដែរព្រោះសិនជាអ្នកនរគ្នាចង់ធ្វើការជាមួយនឹងក្រុមហ៊ុនមួយមិនថាក្រុមហ៊ុនអាកាសចរឬក៏ការសម្ភារក្រុមហ៊ុនណាផ្សេងទេការដឹងពីក្រុមហ៊ុនរបស់គេគឺជាចំណុចសំខាន់ភាគច្រើនគឺក្រុមហ៊ុនដែលអ្នកនរគ្នាទៅសម្ភារគឺគេនឹងសួរថាតើយើងដឹងអីខ្លះពីក្រុមហ៊ុនរបស់គេអញ្ចឹងចំណុចហ្នឹងក៏យើងត្រូវតែធ្វើការ research និងធ្វើការស្រាវជ្រាវមើលដូចគ្នាសម្រាប់ចំណុចនេះផងដែរខ្ញុំសូមបញ្ជាក់អ្នកខ្លះបើសិនខ្ញុំមើលតាមការដែលខ្ញុំស្រាវជ្រាវមើលអ្នកខ្លះគឺគេទទួលបានការធ្វើការជាក្រុមឬក៏គេហៅថាបំបែកទៅជាក្រុមដើម្បីធ្វើជាក្រុមដើម្បីឆ្លើយសំណួរទៀតប៉ុន្តែខ្ញុំអត់ទេខ្ញុំគេចប់វគ្គហ្នឹងហើយគឺគេហៅខ្ញុំទៅធ្វើទៅសួរសំណួរផ្ទាល់មាត់មួយទល់មួយជាមួយនឹងអ្នកដែលសម្ភាសយើងតែម្ដងសម្រាប់ខ្ញុំកាលពេលថ្ងៃហ្នឹងគឺខ្ញុំក្រោយគេឈ្មោះខ្ញុំគឺនៅក្រោយគេគ្នាឡើងចិត្ត20នាក់ខ្ញុំនៅក្រោយគេអញ្ចឹងខ្ញុំចាំរហូតខ្ញុំចាប់ដើមសម្ភាសតាំងពីម៉ោង 10 កន្លះរហូតដល់ម៉ោង 4 ល្ងាចគឺខ្ញុំចាំរហូតដល់ម៉ោង 4 ល្ងាចបានដល់វេនខ្ញុំហើយបន្ទាប់មកដល់ពេលដល់វេនខ្ញុំនៅក្នុងការសម្ភាសហ្នឹងដែរគឺប្រកាសណាស់គេឲ្យយើងណែនាំខ្លួនម្ដងទៀតហើយគេបានសួរយើងបញ្ជាក់ម្ដងទៀតពីកម្ពុជារបស់យើងមានស្នាមសន្លាក់អត់យើងមានស្នាមសាក់នៅត្រង់ណាឬក៏អត់ហើយបន្ទាប់មកគេចាប់ដើមសួរសំណួររបស់យើងហើយឲ្យធ្វើការណែនាំខ្លួនបញ្ជាក់ពីបទពិសោធន៍របស់យើងធ្លាប់មានបទពិសោធន៍ខាងផ្នែក customer service ឬក៏អត់ហើយនឹងមានសំណួរទូទៅដូចការសម្ភាសទូទៅអញ្ចឹងប៉ុន្តែចំណុចសំខាន់មួយទៀតគឺគេមាន role play ហើយមាន role play ហ្នឹងគឺជាមានការសម្ដែងបើសម្រាប់ខ្ញុំទទួលបានការសម្ដែងមួយដោយសារមានភ្ញៀវម្នាក់ក៏គេធ្វើជាអ្នកសម្ភាសរបស់យើងហ្នឹងគេធ្វើជាភ្ញៀវហើយខ្ញុំធ្វើជាបុគ្គលិកបម្រើការនៅលើយន្តហោះគឺគាត់បានគេហៅថារងចាំម្ហូបរបស់គាត់យូរមែនតើហើយម្ហូបរបស់គាត់គឺអត់បានមកដោយសារតែខ្ញុំហ្នឹងភ្លេចកម្ដៅម្ហូបហ្នឹងឲ្យគាត់អញ្ចឹងគេចង់មើលយើងថាតើយើងដោះស្រាយបញ្ហាហ្នឹងបែបណាអញ្ចឹងចំណុចនេះដែរសម្រាប់ចម្លើយរបស់ខ្ញុំគឺខ្ញុំមិនអាចប្រាប់អ្នកគ្នាបានទេអ្នកគ្នាអាចធ្វើការស្រាវជ្រាវសិបខ្លួនឯងទៅថាបើសិនជាជួបករណីមួយហ្នឹងតើយើងនឹងដោះស្រាយជាមួយនឹងភ្ញៀវហ្នឹងបែបណាហើយបន្ទាប់ពីខ្ញុំសម្ភាសចប់គេឲ្យយើងងើបឈរប្រវល់ខ្លួនឲ្យគេមើលអញ្ចឹងទៅព្រោះដោយសារយើងសម្ភាសអនឡាញគេអាចមើលយើងផ្ទាល់បានទេអញ្ចឹងគេនឹងឲ្យយើងងើបឈរហើយឲ្យយើងប្រវល់ខ្លួនឲ្យគេមើលអញ្ចឹងណាហើយគេឲ្យយើងលាត់ដៃអាវដើម្បីពិនិត្យមើលដៃមើលជើងរបស់យើងថាតើយើងពិតជាអត់មានស្នាមសន្លាក់ឬក៏ហើយអត់មានស្នាមសាក់មែនឬក៏អត់អញ្ចឹងនៅក្រោយដែលការសម្ភាសនឹងចប់យូរដែរអ្នកគ្នាគឺតាំងពីម៉ោង 10 កន្លះរហូតដល់ម៉ោង 4 ល្ងាចគឺពិតជាយូរមែនតើដោយសារតែឈ្មោះខ្ញុំនៅក្រោយគេបន្ទាប់ពីការសម្ភាសនឹងចប់មួយសប្តាហ៍ក្រោយមកខ្ញុំក៏ទទួលបានអ៊ីមែលមួយទៀតពាក់ព័ន្ធជាមួយនឹងឲ្យខ្ញុំធ្វើជាមួយនឹងធ្វើតេស្តអង់គ្លេសគេថាការសម្ភាសរបស់ខ្ញុំជាប់ហើយអញ្ចឹងខ្ញុំត្រូវឆ្លងកាត់ទៅវគ្គមួយវគ្គទៀតគឺជាវគ្គការធ្វើតេស្តភាសាអង់គ្លេសអញ្ចឹងសម្រាប់ខ្ញុំការធ្វើតេស្តភាសាអង់គ្លេសនឹងគឺយ៉ាងពិបាកមែនទែនសម្រាប់ខ្ញុំហើយការធ្វើតេស្តភាសាអង់គ្លេសរបស់គេគឺបែងចែកជា4ដែលទី1នោះគឺមានទាំងអស់សរុបចូលគ្នាមានទាំងការស្ដាប់មានទាំងការអាននិងមានទាំងវេយ្យាករណ៍សរុបចូលគ្នាហ្មងប៉ុន្តែចូលដល់វគ្គទី2គឺវគ្គវិជ្ជាករសុទ្ធចូលដល់វគ្គទី3គឺវគ្គស្ដាប់សុទ្ធនិងចូលដល់វគ្គទី4គឺវគ្គអានសុទ្ធហ្នឹងហើយអាហ្នឹងគឺជាធ្វើតែភាសាអង់គ្លេសហើយបើសិនអ្នកគ្នាសួរខ្ញុំថាគេធ្វើតែអីគេខ្លះក៏ខ្ញុំភ្លេចដែរប៉ុន្តែគាត់ដឹងថាការធ្វើតែភាសាអង់គ្លេសហ្នឹងគឺវាពិបាកមែនទែនអញ្ចឹងទាមទារអ្នកគ្នាត្រូវចេះភាសាអង់គ្លេសឲ្យរៀងស្ទាត់ជំនាញដែរណាបន្ទាប់ពីខ្ញុំធ្វើតែភាសាអង់គ្លេសហ្នឹងហើយមួយសប្តាហ៍ក្រោយមកខ្ញុំក៏ទទួលបាន offer letter គឺខ្ញុំបានជាប់ខ្លាចខ្លួនទៅជាអ្នកបម្រើការនៅលើយន្តហោះហើយប៉ុន្តែគាត់ចំណុចនេះដែរក៏កំទាត់ព្រោះដោយសារគេត្រូវការ check ឯកសាររបស់យើងតទៅមុខបន្តទៀតអញ្ចឹងគេនឹងត្រូវការឯកសារផ្សេងពីយើងក្នុងចំណុចនេះគឺខ្ញុំអាចបញ្ជាក់បានដែរថាឯកសារគេខ្លះព្រោះដោយសារតែគេថាអ្នកសម្ភាសទាំងអស់គឺមានការត្រូវការឯកសារខុសៗគ្នាផ្សេងគ្នាតាមប្រទេសនីមួយៗអីអញ្ចឹងទៅតំបន់នីមួយៗឬក៏តាមមនុស្សម្នាក់អីអញ្ចឹងទៅអញ្ចឹងបើសិនអ្នកគ្នាដល់ចំណុចហ្នឹងហើយក៏អ្នកគ្នាគេថាអាចសប្បាយចិត្តបាន 70% ហើយព្រោះបានន័យថាយើងអាចជាប់ហើយប៉ុន្តែគាត់និយាយយើងនៅវគ្គឯកសារនឹងមួយមុខទៀតបន្ទាប់មកក្រោយមកដល់ដើមខែ7គឺឯកសាររបស់ខ្ញុំគឺទទួលបានការ approval ពីខាងក្រុមហ៊ុនហើយអញ្ចឹងឯកសាររបស់ខ្ញុំគឺអូខេអត់មានបញ្ហាអីទេទាំង passport ទាំងអីដែលខ្ញុំបានដាក់ឲ្យគេហ្នឹងគឺអូខេហើយក្រោយមកខ្ញុំក៏ចាប់ផ្ដើមធ្វើការចាំអ្នកគ្នាយូរមែនតើគឺកំឡុងពេលហ្នឹងនៅពេលដែលខ្ញុំដាក់ឯកសារឲ្យឯកសាររបស់ខ្ញុំជាប់ហើយគឺខ្ញុំត្រូវធ្វើការចាំរហូតដល់ទៅ3ខែទៀតអ្នកគ្នារហូតដល់ខែ10ហ្នឹងហើយខ្ញុំចាំពេលខ្ញុំចាំស្ងាត់មែនតើឡើងអស់សង្ឃឹមខ្ញុំគិតថាតិចខ្ញុំជាប់ហើយខ្ញុំអត់ជាប់វិញគឺចំណុចហ្នឹងក៏វាជាចំណុចសំខាន់ដែរគឺការធ្វើ
ធ្វើការគេថា be patient មានភាពអត់ធ្មត់នៅក្នុងខ្លួននៅក្នុងការរងចាំព្រោះដោយសារក្រុមហ៊ុនអាកាសចរមួយនេះគឺតម្រូវឲ្យយើងមានការរងចាំយូរមែនទែនព្រោះដោយសារតែគេមានអ្នកសម្ភាសច្រើនដោយសារតែក្រុមហ៊ុនអាកាសចរ Etihad Airways ឥឡូវហ្នឹងគឺគេកំពុងតែត្រូវការពួកនីការច្រើនមែនទែនព្រោះដោយសារក្រុមហ៊ុនហ្នឹងឥឡូវហ្នឹងគឺកំពុងតែចង់ពង្រីកអាកាសចរនេះឲ្យធំជាងមុនហ្នឹងហើយអញ្ចឹងគាត់កំពុងតែត្រូវការជ្រើសរើសបុគ្គលិកច្រើនមែនទែនអញ្ចឹងអ្នកនរគ្នាអាចធ្វើការដាក់ពាក្យបានឲ្យលឿនៗតាមរយៈ website ដែលខ្ញុំដាក់នៅខាងក្រោមនេះណាបន្ទាប់មកនៅក្នុងកំឡុងខែ4ខ្ញុំក៏ទទួលបាន date of joining បានន័យថាគឺជាថ្ងៃដែលខ្ញុំទៅធ្វើដំណើរទៅកាន់ Abu Dhabi ហើយនឹងធ្វើការ join training អញ្ចឹងសម្រាប់តែថ្ងៃនេះខ្ញុំទទួលបានគឺក្នុងខែ12នៅក្នុងដើមខែ12អញ្ចឹងខ្ញុំមានពេល2ខែសម្រាប់នៅក្នុងការរៀបចំខ្លួនរបស់ខ្ញុំដើម្បីរៀបចំអីវ៉ាន់ក៏ដូចជាឯកសារផ្សេងៗនៅពេលហ្នឹងគេនឹងឲ្យយើងដាក់ passport ម្ដងទៀតឬក៏អីផ្សេងតែគេត្រូវការហ្នឹងតាមតម្រូវការហ្នឹងទៅដើម្បីគេចេញសំបុត្រយន្តហោះក៏ដូចជាធ្វើ visa ឲ្យយើងនៅពេលហ្នឹងគឺយើងបានធ្វើការជាប់ 100% ហើយយើងគ្រាន់តែត្រៀមខ្លួននៅក្នុងការទៅតែប៉ុណ្ណោះអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេខ្ញុំអរគុណអ្នកនរគ្នាមែនតើដែលតែងតែមើលវីដេអូរបស់ខ្ញុំកន្លងមកហើយខ្ញុំមិនដឹងថាវីដេអូនេះនឹងទៅដល់អ្នកនរគ្នាឬក៏អត់ទេប៉ុន្តែខ្ញុំសង្ឃឹមថាវីដេអូនេះអាចជាជំនួយសម្រាប់បងប្អូនចំនួនក្រោយដែលគាត់ចង់ធ្វើការងារជាអ្នកបម្រើការនៅលើយន្តហោះឲ្យក្រុមហ៊ុនអាកាសចរធំៗដូចជាខ្ញុំអញ្ចឹងខ្ញុំសង្ឃឹមថាវីដេអូមួយនេះគឺអាចជួយដល់ជាជំនួយដល់អ្នកនរគ្នាអាចដឹងថាតើការដាក់ពាក្យនិងការត្រៀមខ្លួននឹងគឺដោយរបៀបណាអញ្ចឹងបើសិនអ្នកនរគ្នាចូលចិត្តវីដេអូរបស់ខ្ញុំកុំភ្លេចចុច like ហើយកុំភ្លេចចុច subscribe នៅក្នុង channel YouTube របស់ខ្ញុំផងហើយបើសិនអ្នកគ្នាមានចម្ងល់អីអាចធ្វើការ comment នៅខាងក្រោមវីដេអូរបស់ខ្ញុំទៅខ្ញុំនឹងធ្វើការឆ្លើយតបទៅកាន់អ្នកទាំងអស់គ្នាឬក៏ខ្ញុំអាចចេញជាវីដេអូថ្មីផ្សេងមួយទៀតដើម្បីឆ្លើយជាចម្លើយទៅកាន់អ្នកទាំងអស់គ្នាហើយជូនពរអ្នកទាំងគ្នាដែលមានកម្រងដាក់ពាក្យឬក៏កំពុងតែដាក់ពាក្យនិងអ្នកទាំងគ្នាដែលចិត្តបានសម្ភាសហើយជួបតែសំណាងល្អនិងបានជាប់ធ្វើការជាមួយនឹងក្រុមហ៊ុនអាកាសចរធំៗដូចខ្ញុំដែរណាអរគុណអ្នកទាំងគ្នាជម្រាបលា